ba nghiệp xưa ba trường nghiệp xưa ba ខ្ញុំបាទឈ្មោះអឿនវុធាយក៏ជាសមាជិករបស់មូលនិធិសប្បុរសធម៌ដើម្បីកុមារនៅជនបទបាទហើយថ្ងៃនេះផងដែរមានឱកាសបានមកផ្ទាល់កន្លែងអង្គការសាលារៀនភូមិវាលនៅរុនត្អែកនេះបាទគ្រូអាចជួយណែនាំជូនដល់សាធារណជនក៏ដូចជាបងប្អូនដែលគាត់ជាម្ចាស់ជំនួយផ្សេងៗបាទជាបឋមខ្ញុំបាទសូមគោរពនិងសូមជំរាបសួរដល់សប្បុរសជនពុកម៉ែបងប្អូនទាំងអស់បាទហើយក៏ដូចជាសូមស្វាគមន៍ចំពោះការដំណើរមកដល់របស់ក្រុមការងារបងប្អូនខាងមូលនិធិសប្បុរសធម៌ដើម្បីកុមារជនបទបាទខ្ញុំបាទឈ្មោះសុកវណ្ណាជាគ្រូបង្រៀនក៏ដូចជាអ្នកគ្រប់គ្រងនៅសាលារៀនភូមិវាលរុនត្អែកខេត្តសៀមរាបបាទហើយកន្លងមកខ្ញុំបាទបង្កើតសាលានេះគឺនៅសង្កាត់គោកចកនៅក្រុងសៀមរាបបាទកាលពី9 ខែមុនខ្ញុំបាទបានបដូរទីតាំងមកទីនេះបាទមកនៅក្នុងភូមិធម្មជាតិរុនត្អែកបាទតាក់ទងជាមួយនឹងអ្វីដែលលោកគ្រូបានលើកឡើងមិញហ្នឹងតើមូលហេតុអ្វីបានជាលោកគ្រូសម្រេចចិត្តបង្កើតសាលានេះឡើងគ្រូខ្ញុំបាទស្រឡាញ់ក្មេងៗតាំងតែពីទូចមកហើយមានបំណងចង់ជួយកូនកុមារកំព្រាកុមារក្រីក្រហ្នឹងចង់ឲ្យពួកគាត់មានអនាគតដូចកុមារដទៃទៀតដែរហើយក្មេងៗកុមារកំព្រានិងកុមារក្រីក្រពួកគាត់មានលក្ខខណ្ឌជីវិតអត់ដូចកូនអ្នកដែលគាត់មានជីវភាពធូរធារឬក៏យើងអ្នកដែលយល់អំពីគុណភាពឬក៏គុណតម្លៃរបស់ចំណេះដឹងទេបាទអញ្ចឹងខ្ញុំមានបំណងចង់ចូលរួមចែកម្លែកក្តីស្រឡាញ់នេះឲ្យដល់កូនកុមារកំព្រាកុមារក្រីក្រដែលឪពុកម្ដាយគាត់មិនសូវជាយកចិត្តទុកដាក់ឬក៏មិនដឹងថាតើត្រូវធ្វើយ៉ាងណាដើម្បីឲ្យកូនមានអនាគតល្អបានចាប់ផ្ដើមសាលានេះនៅឆ្នាំ2006ហើយយើងក៏ចាប់ផ្ដើមធ្វើហ្នឹងគឺនៅក្នុងវត្តតែម្ដងសាងសង់នៅក្នុងវត្តបាទវត្តប្រាសាទគោកចកខេត្តសៀមរាបបាទពេលដែលខ្ញុំចាប់ផ្ដើមធ្វើហ្នឹងគឺពេលហ្នឹងគឺมันមានអ្នកគ្រប់គ្រងអ្នក support អីទេគឺខ្ញុំធ្វើចេញពីឆន្ទៈរបស់ខ្ញុំហើយនឹងមានអ្នកគ្រូម្នាក់ដែលគាត់ជាជំនួយការសប្តាហ៍ហ្នឹងជានាយករនគាត់បានជួយគឺខ្ញុំបានធ្វើចេញជាសិភៅខ្ញុំយកសិភៅទៅលក់បានថវិកាហ្នឹងជាមូលនិធិយកមកយើងចាប់ផ្ដើមទិញសម្ភារៈសិក្សានិងសម្ភារៈសាងសង់សាលាហ្នឹងនៅក្នុងវត្តបាទហើយក៏ចាប់ផ្ដើមពីពេលនោះមកសរុបមកដល់ឥឡូវនេះមានសិស្សប្រហែលដែរគ្រូនៅកន្លែងបច្ចុប្បន្នសិស្សនៅក្នុងសាលាខ្ញុំមានចំនួន80នាក់80នាក់ទៀតសរុបទៅវា150ប៉ុន្តែពាក់កណ្ដាលទៀតពួកគាត់រៀននៅសាលារដ្ឋតែយើងឧបត្ថម្ភជាលក្ខណៈអាហារូបករណ៍ដូចជាសភៅប៊ិចសម្ភារៈសិក្សាសម្ភារៈបំពាក់អីផ្សេងៗជាដើមនៅសាលាយើងនេះមានបរិញ្ញាភាសាអង់គ្លេសហើយពីមុនខ្ញុំមានបរិញ្ញាភាសាអង់គ្លេសកុំព្យូទ័រកាត់ដេរកាត់សក់បាទប៉ុន្តែដោយសារឥឡូវយើងមកដល់រុនត្អែកនេះយើងអត់មានមូលនិធិឬអត់មានថវិកាគ្រប់គ្រាន់សម្រាប់ប្រាក់បៀវត្សគ្រូបរិញ្ញាជំនាញទាំងអស់នោះទេគឺយើងនៅតែភាសាអង់គ្លេសមួយទេព្រោះថាការចំណាយនេះប្រចាំខែក្នុងមួយខែអស់ថ្លៃជាប៉ុន្មានដែរគ្រូការឬក៏ជាធម្មតាយើងចំណាយលើការហូបចុកជារឿងសំខាន់ហូបចុកបាទការហូបចុកហ្នឹងគឺធ្វើម្ហូបឲ្យពួកគាត់បាទថ្ងៃប៉ុន្មានពេលអញ្ចឹងយើងត្រូវឲ្យគាត់ហូបមួយថ្ងៃ3ពេលព្រឹកថ្ងៃត្រង់ល្ងាចនៅក្នុងមួយថ្ងៃបើសិនជាយើងចំណាយចន្លោះពី100000ទៅ20000 100000ទៅ20000បាទហើយអញ្ចឹងកន្លងមកលោកគ្រូការរកជំនួយអីលោកគ្រូរកតាមណាដែរលោកគ្រូតាំងតែពីដើមមកខ្ញុំអាចដំណើរការបានដោយសារមានភ្ញៀវបរទេសម្ចាស់ជំនួយនៅបរទេសគេជួយពួកគាត់ជួយយើង18ឆ្នាំហើយយើងមកដល់រុនត្អែកនេះភ្ញៀវបរទេសហ្នឹងគាត់ចាស់អាយុគាត់ឥឡូវចូលជិត90ទេ8ជាង90គាត់សុំចូលនិវត្តន៍ហើយឈប់ជួយហើយគាត់ថ្ងៃនេះអត់មានជំនួយពីគាត់ទេប៉ុន្តែខ្ញុំមានអាវយឺតដែលយើងធ្លាប់លក់កន្លងមកខ្ញុំយកទៅលក់នៅខេត្តនៅភ្នំពេញនៅអីបាទលោកគ្រូអរគុណច្រើនកន្លងមកថ្មីនេះក៏មានមូលនិធិសប្បុរសធម៌ដើម្បីកុមារនៅជនបទហ្នឹងក៏មានគម្រោងបាទជាកនឹងរៃជាថវិកាពីសប្បុរសជននានាណាគ្រប់ទិសទីមកបណ្ណាល័យបណ្ណាល័យ digital នេះបាទអញ្ចឹងឥឡូវយើងឃើញជាក់ស្ដែងថាដូចជានេះសម្ភារៈសំដងរៀបចំឲ្យយើងបានក្នុងប្រហែលជា5%គ្រូប៉ុន្តែហៅថា20ទេបងបាទ20%ហើយហើយលោកគ្រូមានអារម្មណ៍យ៉ាងម៉េចដែរចំពោះសមិទ្ធផលដែលក្រុងនឹងបង្កើតឡើងនឹងលេចជាចេញជារូបរាងបណ្ដានេះខ្ញុំមានការរំភើបទៅសប្បាយចិត្តណាស់ចំពោះការឧបត្ថម្ភការជួយអំពីមូលនិធិសប្បុរសធម៌ដើម្បីកុមារជនបទហើយជាកិត្តិយសដែលខាងអង្គការហើយខាងក្រុមការងារបានចុះមកជួយត្បិតតែយើងមកដល់រុនត្អែកហើយក៏តាមមកជួយតាមមកផ្ដល់ឲ្យទៀតដើម្បីចែកម្លែកដល់ចំណេះដឹងដល់កូនកុមារកំព្រាកុមារក្រីក្រទីនេះលោកគ្រូចុងក្រោយមានអីបន្ថែមទៀតហើយក៏មានសំណូមពរបាទសំណូមពរគឺសូមឲ្យពុកម៉ែបងប្អូនសប្បុរសជនទាំងអស់ឲ្យលោកជួយ
ជួយឧបត្ថម្ភឬក៏ជួយជាវអាវយឺតខ្ញុំដែលខ្ញុំកំពុងតែលក់អាវយឺតទូទាំងប្រទេសទូទាំងស្រុកយើងហ្នឹងហើយគាត់ជួយជាវអាវយឺតជាមូលនិធិសម្រាប់យកមកជួយកូនឲ្យមានអាហារហូបហើយនឹងមានថវិកាសម្រាប់ទៅរៀនសម្លៀកបំពាក់អីផ្សេងព្រោះសាលារៀនខ្ញុំដូចផ្ទះទី2របស់គាត់ចឹងហើយគ្រូអ្នកគ្រូហ្នឹងដូចម៉ែឪទី2របស់គាត់ដែរអញ្ចឹងយើងត្រូវការសពបែបសពយ៉ាងដូចតែក្នុងផ្ទះអញ្ចឹងបាទ